ស្ត្រីម្នាក់បានបញ្ចប់ការបណ្ដុះបណ្ដាលបុគ្គលិកថ្មីរួចចាប់ផ្ដើមចូលធ្វើការថ្ងៃដំបូងជាផ្លូវការ Henry បានផ្ញើសារអបអរសាទរទៅនាងព្រមទាំងរំលឹកនាងឲ្យចេះលាក់បាំងសក់ដែលមិនទាន់បានកក់នោះផងAnnie ដែលធ្លាប់តែមានអារម្មណ៍រំភើបនឹងការងារថ្មីបែរជាត្រូវខ្មាស់គេចង់ជ្រែកដីភ្លាមនៅពេលទៅដល់ក្រុមហ៊ុនព្រោះវីដេអូដែល Henry និង Leo បង្កជារឿងឆោឡៅនៅក្នុងការិយាល័យកាលពីមុនបានរីរាលដាលពេញក្រុមហ៊ុនបាត់ទៅហើយមិត្តរួមការងារថែមទាំងដាក់រហស្សនាមឲ្យនាងទៀតផងនៅពេលឃើញស្នាមញញឹមគួរឲ្យខ្លាញ់របស់ Henry នៅក្នុងវីដេអូ Annie ចង់តែស្ទុះទៅដោលគេមួយដៃឲ្យដឹងដៃភ្លាមតែម្ដងអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺប្រធានផ្ទាល់របស់នាងបែរជាត្រូវជាសង្សារដំបូងរបស់នាងទៅវិញចំណែក Henry វិញបានទៅខ្ចីសម្ភារៈពីអ្នកជិតខាងដើម្បីជួសជុលម៉ាស៊ីនទឹកក្តៅដោយខ្លួនឯងអ្នកជិតខាងដែលជាមនុស្សរាក់ទាក់ម្នាក់បានអួតអាងថាខ្លួនពូកែខាងជួសជុលណាស់រួចក៏ស្ទុះមកជួយធ្វើភ្លាមប៉ុន្តែលទ្ធផលគឺបរាជ័យទាំងស្រុងហើយក៏ប្រញាប់ចាក់ចេញទៅបាត់ទុកឲ្យម៉ាស៊ីនទឹកក្តៅកាន់តែខូចធ្ងន់ធ្ងរជាងមុន Henry ខឹងសម្បាយយ៉ាងខ្លាំងនៅពេល Annie ត្រឡប់មកដល់ផ្ទះឃើញម៉ាស៊ីនទឹកក្តៅខូចទាំងស្រុង Henry បានធ្វើពុតជាមិនដឹងមិនលឺអ្វីទាំងអស់វាគឺជាថ្ងៃទី3ហើយដែលមិនគ្មានទឹកក្តៅប្រា Annie បង្ខំចិត្តកក់សក់នឹងទឹកត្រជាក់រហូតដល់ទៅជាប្រាសាយ Henry ឃើញស្ថានភាពបែបនេះទោះមិននិយាយអ្វីមែនប៉ុន្តែក្នុងចិត្តគេកំពុងរៀបចំផែនការអ្វីម្យ៉ាងចូលដល់ថ្ងៃទី4និងថ្ងៃទី5អាការៈប្រាសាយរបស់ Annie កាន់តែធ្ងន់ធ្ងរទៅរហូតដល់ស្លេកស្លាំង Henry តបចិត្តមិនបានក៏សម្រេចចិត្តធ្វើអ្វីម្យ៉ាងដើម្បីនាងគេបានដកការធុរកិច្ច business card របស់អ្នកចាត់ការក្រុមហ៊ុនថតរូបម្នាក់ដែលធ្លាប់ពេញចិត្តនឹងស្នាដៃថតរូបរបស់ Henry និងចង់ជួលគេឲ្យធ្វើជាជំនួយថតរូបដោយផ្ដល់ប្រាក់កម្រៃខ្ពស់ Henry ស្តាក់ស្ទើរមួយសន្ទុះប៉ុន្តែក៏សម្រេចចិត្តទទួលការងារក្រៅម៉ោងនោះអ្នកថតរូបដែលពូកែរើអំនួយម្នាក់នោះបែរជាកោតសរសើរចំពោះទស្សនៈថតរូបដ៏ប្លែករបស់ Henry យ៉ាងច្រើនលុះដល់ពេលល្ងាចម៉ាស៊ីនទឹកក្តៅក៏ត្រូវបានជួសជុលរួចរាល់ដោយ Henry បានយកប្រាក់កម្រៃដែលរកបានពេញមួយថ្ងៃនោះទៅបង់ឲ្យជាងជួសជុលទាំងអស់បន្ទាប់មកគេក៏ឮសំឡេងចេញពីក្នុងបន្ទប់ស្រាប់តែឃើញ Leo លួចចូលក្នុងបន្ទប់គេរួចក៏ឃើញកាមេរ៉ាដែលបងប្រុសរបស់គេបានឲ្យមក Henry មានអារម្មណ៍សោកសៅយ៉ាងខ្លាំងបងប្រុសដែលបោះបង់គេចោលតាំងពីក្មេងមិនដែលបញ្យល់ពីមូលហេតុឡើយហើយពេលនេះទាំងបងប្រុសនិងបងថ្លៃសុទ្ធតែស្លាប់បាត់បង់ជីវិតទុកឲ្យគេត្រូវមកចិញ្ចឹមក្មេងម្នាក់ទាំងមិនដឹងអ្វី Henry មានអារម្មណ៍ច្របូលច្របល់និងឈឺចាប់ក្នុងចិត្តនៅពេល Annie ត្រឡប់មកដល់ផ្ទះហើយដឹងថាទឹកក្តៅត្រូវបានជួសជុលរួចរាល់នាងក៏បានដកស្រាដែលនាងស្រឡាញ់បំផុតមកជប់លៀងដើម្បីបង្ហាញពីក្តីដឹងគុណព្រឹកឡើង Henry ត្រូវបានដាស់ដោយសំឡេងរអ៊ូលទូរស័ព្ទនៅពេលគេងាកក្បាលទៅស្រាប់តែឃើញ Annie កំពុងគេងនៅក្បែរខួនបាត់ទៅហើយអ្នកទាំងពីរភ័យស្លន់រួចក៏ស្ទុះក្រោកហ្វ្លីមតែម្ដង